ជួយផ្ដាំតគ្នាផងបងប្អូនថាកោះប៉ែនខែនេះយើងអាចទៅទស្សនាលេងបានហើយដែលទេសភាពគឺពិតជាស្រស់ស្អាតមែនទែនមានកញ្ចុះមានវាលខ្សាច់នៅតាមដងទន្លេមេគង្គនឹងតែម្ដងដែលនេះគឺជាកោះប៉ែនស្ថិតនៅក្នុងខេត្តកំពង់ចាមហើយអ្វីដែលធ្វើឲ្យកោះនេះល្បីទី1គឺស្ពានឫស្សីដ៏វែងជាងគេនៅក្នុងប្រទេសកម្ពុជាដែលឆ្លងកាត់ទន្លេមេគង្គទៅកាន់កោះប៉ែនផ្ទាល់តែម្ដងអញ្ចឹងស្ពាននេះត្រូវបានស្ដារឡើងវិញក៏បានជួសជុលរួចរាល់ហើយបន្ទាប់ពីទឹកស្រកអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើដំណើរដោយថ្មើរជើងតាមស្ពានឫស្សីនេះទៅលេងកោះប៉ែនបានផ្ទាល់តែម្ដងដោយមិនចាំបាច់ជិះឡានជិះម៉ូតូឆ្លងស្ពានថ្មដែលគេកសាងទៅកាន់កោះមួយជុំនាំឲ្យឆ្ងាយទេបងប្អូនហើយបងប្អូនឃើញទេសភាពជាក់ស្ដែងហើយគឺពិតជាស្រស់ស្អាតមែនទែនប្រៀបបីដូចជាកូនសមុទ្រមួយតែម្ដងនេះគឺជាសមុទ្រដែរតែសមុទ្រនេះគឺសមុទ្រទឹកសាបមិនមែនសមុទ្រទឹកប្រៃទេណាហើយការដេគ័រនៅលើកោះហ្នឹងក៏កាន់តែស្អាតទៀតមានកន្លែងថតរូបជាច្រើនបងប្អូនណាអានេះគេដេគ័រតាំងពីឆ្នាំ2025ណាឥឡូវចូលឆ្នាំ2026ហើយគេនឹងដេគ័រថ្មីនៅចិត្តចូលឆ្នាំថ្មីនេះបដាហើយអញ្ចឹងពេលដែលយើងថតពីលើមកណាគឺធំមែនតើមើលបងប្អូនមើលនេះសុទ្ធតែវាខ្សាច់ហើយទីធ្លាក៏ធំទូលាយហើយឆ្នេរខ្សាច់ហ្នឹងទឹកក៏រាក់ល្មមឲ្យកូនតូចដែលបងប្អូនមានហ្នឹងបាទទៅចុះទៅមួយបានដោយមិនភ័យព្រួយថាអូទឹកជ្រៅទឹកអីពិបាកលេងទេហើយគាត់មានជួលពងមានអីទៀតហើយកញ្ចុះនៅហ្នឹងក៏តម្លៃសមរម្យម្ហូបអាហារនៅហ្នឹងក៏តម្លៃសមរម្យហើយខ្ញុំពិតជាគាំទ្រមែនតើដែលនៅខេត្តកំពង់ចាមមានកោះប៉ែនមួយដែលដេគ័រយ៉ាងស្អាតហើយមានកញ្ចុះច្រើនឆ្នេរខ្សាច់ដ៏ស្អាតទឹករាក់ល្មមលេងហើយឆ្នេរខ្សាច់ស្អាតទឹកស្អាតទៀតណាបងប្អូនអាចលេងបានដោយសេរីតែម្ដងអញ្ចឹងនៅខេត្តកំពង់ចាមគឺមានកោះប៉ែនរីឯនៅស្រុកស្អាងខេត្តកណ្ដាលរបស់ admin វិញគឺមានកោះខ្សាច់ទន្លាចុះនៅខេត្តរបស់អ្នកមើលតើមានកោះអីផ្សេងអត់ជួយ comment ប្រាប់ admin ម្នាក់មួយមកចង់ដឹងមើលថានៅខេត្តមួយហ្នឹងគេមានកោះអីខ្លះណោះអរគុណដែលបានទស្សនាវីដេអូដល់ចប់